បងប្អូនបើសិនជាលឺសូរមុខម្ហូបឆាជូរហើយប្រកាសជាចង់ភ្លក់ឲ្យមែនអត់ថាមានរសជាតិបែបណាហើយសម្រាប់ដាតគោវិញបងប្អូនភាគច្រើនយកទៅឆាជាមួយនឹងកញ្ឆែតពងក្រងនេះជាមុខម្ហូបមួយមុខដែលខ្ញុំច្នៃខ្លួនឯងផ្ទាល់តែម្ដងបងប្អូនអាចសាកល្បងចម្អិនញ៉ាំបានមានរសជាតិឆ្ងាញ់បើយកទៅធ្វើជាគ្រឿងក្លែមវិញក៏ត្រូវដែរបងប្អូនជាតិក៏នៅតែត្រូវបន្តជួយហើយការងាររកស៊ីរបស់យើងក៏នៅតែត្រូវបន្តទៅមុខគេឈ្លានពានយើងឥតឈប់អញ្ចឹងហើយយើងជាតបជួរក្រោយត្រូវតែរឹងមាំឲ្យដូចជាតបជួរមុខអញ្ចឹងដែរអត់អាចតូទន់បានទេបងប្អូនសេដ្ឋកិច្ចត្រូវតែដើរទៅមុខដើម្បីជួយគ្នាបន្តទៅមុខទៀតបងប្អូនថ្ងៃនេះយើងមកឆាអណ្ដាតគោជូរហឹរញ៉ាំម្ដងហើយគ្រឿងផ្សំយើងគឺមានតិចតួចទេអីដែលសំខាន់គឺយើងត្រូវមានអណ្ដាតគោសិនអញ្ចឹងហើយបន្លែយើងដាក់អីក៏បានដែរបងប្អូនថ្ងៃនេះខ្ញុំជ្រើសរើសយកកាប៉ាំងបារាំងមកធ្វើជាបន្លែក្នុងមុខម្ហូបមុខនេះបងប្អូនសម្រាប់ការចម្អិនរបស់ខ្ញុំថ្ងៃនេះខ្ញុំប្រើជាមួយនឹងប្រេងអូលីវបងប្អូនប្រេងអូលីវផ្សំចេញពីផ្លែអូលីវសុទ្ធ 100% មិនប៉ះពាល់ដល់សុខភាពថែមទាំងជួយដល់សុខភាពបេះដូងបានល្អទៀតផងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានណាដោយអត់មានការបារម្ភអីទាំងអស់សម្រាប់គ្រឿងផ្សំទាំងនេះបងប្អូនអាចរកទិញបាននៅផ្សារជីបម៉ុង Supermarket បានផងដែរតើបងប្អូនយើងទៅធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះអណ្ដាតគោបងប្អូនអណ្ដាតគោយើងនេះគឺខ្ញុំរ៉ូលខ្ញុំកោសឲ្យបងប្អូនឃើញខ្មៅអញ្ចឹងដោយសារអីខ្ញុំរ៉ូលមួយភ្លើងហើយខ្ញុំកោសឲ្យអស់អាក្រាស់ខាងក្រៅហ្នឹងហើយបន្តមកទៀតយើងយកទៅស្ងោរឲ្យឆ្អិនសិនបងប្អូនស្ងោរឆ្អិនហើយចាំយើងយកមកឆាចំពោះតាពាំងបារាំងបងប្អូនយើងសកសម្បកតិចមកកន្លែងហ្នឹងដោយសារកន្លែងហ្នឹងវាអាចនឹងពេលញ៉ាំទៅរាងចាស់បងប្អូនយើងសកអញ្ចឹងហើយនេះសកអញ្ចឹងហើយយើងកាត់ពី2មកហើយយើងយកទៅស្រុះទឹកបន្តទៀតតែឥឡូវហ្នឹងសកឲ្យហើយសិនបងប្អូននៅពេលយើងសកតាពាំងបារាំងរួចហើយអញ្ចឹងហើយយើងដាំទឹកតិចទៅដើម្បីស្រុះបន្លែយើងស្រុះបន្តិចសិនបងប្អូនស្រុះហើយយើងចាំយើងយកមកឆាឆ្លៀតពេលដែលយើងចាំទឹកពុះស្រុះបន្លែហ្នឹងយើងឆ្លៀតពេលហ្នឹងយើងហាន់សាច់ឲ្យហើយមកទឹកពុះហើយបងប្អូនអញ្ចឹងហើយយើងដាក់អំបិលបន្តិចមករួចហើយថែមអូលីវបន្តិចមកបងប្អូនយើងដាក់អំបិលដាក់អូលីវអញ្ចឹងឲ្យបន្លែរបស់យើងហ្នឹងមានពណ៌ស្រស់ល្អហើយយើងដាក់កាប៉ាំងបារាំងយើងចូលមកពេលដែលយើងស្រស់រួចហើយបងប្អូនយើងដាក់ត្រាំទឹកកកតិចទៅឲ្យស្រួយល្អបងប្អូនពេលយើងស្រស់បន្លែយើងដាក់ប្រេងតិចមកឃើញរលោងស្អាតហើយពណ៌ក៏ស្អាតដែរបងប្អូនរួចហើយយើងតម្លាក់ចូលទឹកកកអញ្ចឹងមកឥឡូវយើងរៀបគ្រឿងយើងឆាមកគ្រឿងសម្រាប់ឆាហ្នឹងសម្រាប់ខ្ទឹមក្រហមបងប្អូនខ្ញុំអត់ដំទេណាបងប្អូនបើសិនជាបងប្អូនចង់ដំក៏បានដែរហើយក្រៅពីហ្នឹងយើងប្រើម្ទេសព្រោះមុខម្ហូបនេះគឺម៉ណុយជូរហឹរបងប្អូនអញ្ចឹងយើងប្រើម្ទេសមកបងប្អូនអាចដាក់តាមការចូលចិត្តបានណាហឹរប៉ុណ្ណាក៏បានដែរទេបងប្អូនចង់បុកបានច្រាមក៏បានដែរតែខ្ញុំហាន់យកអញ្ចេះបងប្អូនវិសាយើងថតអញ្ចឹងយើងហាន់ប្រឆិតអញ្ចឹងទៅពេលដែលមុខម្ហូបយើងឆ្អិនមកឃើញស្អាតអញ្ចឹងហើយខ្ញុំហាន់អញ្ចឹងមកបងប្អូនគ្រឿងក្រៅយើងអីរៀបចំរួចហើយអញ្ចឹងហើយឥឡូវចាប់ផ្ដើមមកឆាពីរបៀបឆាវិញក៏ងាយដែរបងប្អូនហើយមួយមុខនេះអាចនឹងប្លែកមាត់បន្តិចដែរបើសិនជាបងប្អូនយកទៅញ៉ាំជាមួយបាយក៏បានយកទៅធ្វើជាគ្រឿងក្លែមក៏បាននៅមុខនេះសម្រាប់ការឆាថ្ងៃនេះខ្ញុំប្រើជាមួយនឹងប្រេងអូលីវបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានជួយដល់សុខភាពស្បែកបេះដូងហើយអាចទប់គីឡូទៀតអត់ធ្វើឲ្យយើងឡើងគីឡូណាបងប្អូនអញ្ចឹងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានរួចហើយយើងដាក់ខ្ទឹមចូលទៅឆាខ្ទឹមនឹងឲ្យឡើងក្លិនឈ្ងុយតិចសិនណាបងប្អូនខ្ទឹមយើងឡើងក្រហមក្លិនឈ្ងុយប៉ុណ្ណឹងឲ្យបងប្អូនថែមមកជាមួយនឹងទឹកប៉េងប៉ោះរួចហើយយើងចាប់ផ្ដើមថែមជាមួយនឹងម្ទេសហើយនឹងខ្ទឹមក្រហមហ្នឹងបងប្អូនដាក់ចូលមកយើងថែមគ្រឿងមកបងប្អូនគ្រឿងយើងមានស្ករចំពោះមួយមុខនេះបងប្អូនបើសិនជាបងប្អូនប្រើជាមួយនឹងអំពិលទុំក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំប្រើជាមួយនឹងទឹកប៉េងប៉ោះថ្ងៃនេះកូរវាបន្តិចសិនមិញបងប្អូនខ្លាចខ្លោចអញ្ចឹងហើយយើងថែមទឹកស៊ីអ៊ីវខ្ញុំដាក់ទឹកស៊ីអ៊ីវមករួចហើយយើងប្រើប្រេងខ្យងយើងលៃលកគ្រឿងតាមបរិមាណដែលបងប្អូនឆាហ្នឹងមកហើយទឹកត្រីបន្តិចបងប្អូនរួចហើយកូរចូលគ្នាបន្តិចមកបន្ទាប់ពីហ្នឹងមកខ្ញុំថែមជាមួយនឹងប្រេងម្ទេសបន្តិចទៀតបងប្អូនប្រេងម្ទេសយើងដាក់ប្រហែលជា1ស្លាបព្រាបាយមកថែមទឹកបន្តិចមកបងប្អូនណាកុំឲ្យខាប់ពេកអញ្ចឹងហើយយើងថែមទឹកបន្តិចមកបងប្អូនអាចភ្លក់មើលរសជាតិបានណាត្រង់នេះណាហើយបើសិនជាបងប្អូនចង់ឲ្យវារាវជាងហ្នឹងក៏បានឬក៏ខាប់ក៏បានតែប៉ុន្តែមកហូបមួយមុខនេះដូចយើងយកបែបជូរហឹរបងប្អូនអញ្ចឹងរសជាតិផ្អែមអីកុំឲ្យដិតខ្លាំងពេកក៏អត់សូវឆ្ងាញ់ទេណាឥឡូវនេះមិញថែមទឹកហើយបងប្អូនរៀងកូរបន្តិចแล้วថែមទឹកតិចទៀតឲ្យវារៀងរាវបន្តិចរាវចំណឹងបន្តិចកាលណាខាប់ពេកវាស្អិតពេកក៏អត់ឆាអត់ឃើញស្អាតដែរណាបងប្អូនអញ្ចឹងហើយយើងដាក់រៀងរាវប៉ុណ្ណឹងមក
Mà mụcនេះលឿនមែនទេណាបងប្អូនបើនិយាយពីរបៀបធ្វើគឺលឿនហើយអត់ពិបាកទេគ្រាន់តែថាអីដែលរៀងពិបាកនោះគឺយើងស្ងោរដាតកូននេះបងប្អូនស្ងោរហើយយើងត្រូវកោសត្រូវរ៉ូលអីចឹងហើយយើងស្ងោរឲ្យផុយមិនយើងដាក់ចូលមករួចហើយយើងច្របល់ឲ្យសព្វមកបងប្អូនកន្លែងនេះបើសិនជារៀងស្ងួតពេកបងប្អូនអាចថែមទឹកបន្តិចបានណាដោយសារខ្ញុំរៀងស្ងួតដែរចំពោះរសជាតិវិញបងប្អូនអាចយកតាមការចូលចិត្តជូរប្រៃផ្អែមអីចឹងតាមការចូលចិត្តហើយបើសិនជាបងប្អូនធ្លាប់តពីមុនមកបងប្អូនធ្លាប់តែឆាជាមួយនឹងកញ្ឆែតមួយអីចឹងអញ្ចឹងបងប្អូនអាចងាកមកមើលមុខនេះបានមុខនេះគឺថាខ្លាចមាត់មែនទែនហើយរសជាតិឆ្ងាញ់ទៀតផងឥឡូវតែប៉ុណ្្នឹងមកបងប្អូនអាចថែមបន្លែទៅយើងបានស្រស់មុននឹងទុកណាហើយបន្លែយើងស្រស់អញ្ចឹងស្រួលមែនទែនបងប្អូនស្រួលក្នុងការឆាណាយើងយកមកដល់ដាក់តែមកត្រឡប់គឺបានហើយបន្លែរបស់យើងឆ្ងាញ់ពោក៏នៅស្រស់ហើយអីដែលនេះគឺស្រួយបានល្អអញ្ចឹងហើយយើងដាក់ចូលមកតែប៉ុណ្្នឹងរួចរាល់បងប្អូនមកតំណងមែនទែននេះមើលពោគេតែពាំងបារាំងយកមកធ្វើបែបហ្នឹងឆ្ងាញ់ណាបងប្អូនស្រួយច្រាប់ហើយយើងជាមួយនឹងដាតគោត្រូវគ្នាមែនទែនតែប៉ុណ្ណឹងរួចរាល់ហើយខ្ញុំបិទភ្លើងណាបងប្អូនអញ្ចឹងហើយយើងអាចរៀបចំបានដាក់លើចានមកបងប្អូនមើលមកមុខហ្នឹងតំណងដែរអត់បើសម្រាប់ខ្ញុំវិញគឺថាមានរសជាតិឆ្ងាញ់ណាបងប្អូនហើយឆ្អិនណាបងប្អូនឆាដាតគោជូរហឹលរបស់ខ្ញុំថ្ងៃនេះតំណងមែនទែនបងប្អូនបើនិយាយពីរសជាតិវិញប្លែកបងប្អូនធ្លាប់តែឆាជាមួយនឹងពងក្រងហើយនឹងជាមួយនឹងកញ្ឆែតអញ្ចឹងអាចងាកមកមើលមុខនេះបានណាមុខនេះញ៉ាំជាមួយបាយក៏ត្រូវធ្វើជាគ្រឿងក្លែមក៏ត្រូវដែរហើយបើបានធ្វើជាគ្រឿងក្លែមវិញកាន់តែពិសេសទៀតបងប្អូនដោយសារអីគេមានរសជាតិជូរហឹលហើយដាតគោបងប្អូនដឹងហើយដាតគោគឺឆ្ងាញ់ស្រាប់ហើយយើងថែមជាមួយនឹងបន្លែយើងចេះមកគឺថាស្រួយមែនទែនបន្លែយើងធ្វើបែបហ្នឹងស្រួយល្អបងប្អូនហើយដាតគោយើងនេះក៏ចូលជាតិបានល្អអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ